ថ្ងៃនេះខ្ញុំបានមកដល់កោះខ្សាច់ទលាចូលមកវត្តចាស់ដែលមានកម្មវិធីមួយគឺក្មេងៗគាត់ចាប់ផ្ដើមចុះឈ្មោះដើម្បីចូលរួមកម្មវិធីហែទិញមុងនៅពេលខាងមុខនេះបាទទិញមុងអីមែនយកទៅណាបងយកទៅអីគេកាន់ទៅតោះបើតាមដំណឹងឮថាឆ្នាំនេះគឺយកតែទិញមុងវត្តទេគឺអត់មានទិញមុងខាងក្រៅចូលទេឥឡូវនេះវត្តកំពុងតែស្វិតស្វាញធ្វើទិញមុងថ្មីការចូលរួមហែខាងមុខនោះប្រហែលជាអាចមានត្រឹមតែ15 16ទិញមុងអីហ្នឹងអត់ឃើញមុខអីទេឃើញទេមកនេះលោតទៀតបាយមុខមិនអូនបាយមុខមិននេះហៅមានកាជិះមកអូមិនហឹងអូខេអូលយទៅយ៉ាមុខអីដល់បាទឆ្នាំនេះខាងវត្តចាស់នៅកោះខ្សាច់ទលាក៏មានទិញមុងធំមួយដែរក្នុងការចូលរួមហែទៀនភាសាខាងមុខនេះទិញមុងនេះធំមែនតើចូលគ្នា4នាក់សម្រាប់ថ្ងៃហែខ្ញុំអត់ទាន់បានដឹងទេព្រោះដោយសារខ្ញុំអត់បានសួរព័ត៌មានខាងមេដែលអ្នកចុះឈ្មោះយុវជនហែទិញមុងនឹងអញ្ចឹងបងប្អូនឬក៏យុវជនដែលនៅលើកោះខ្សាច់ទលាដឹងចាំជួយ comment ដាក់ខាងក្រោមងាយស្រួលខាងក្រុមខ្ញុំបានទៅថតដើម្បីទុកឲ្យបងប្អូនទស្សនាមើលកំដរអារម្មណ៍ឬក៏សម្រាប់ឆ្នាំក្រោយៗទៀតចឹងទៅបានតិចអូខេបាយមកនេះបាយមើលកាមេរ៉ាកូនធ្វើរំប្រឆិតគ្នាមើលចង់រំទៅមកចង់និយាយចេះឲ្យរៀងយូរតិចឲ្យរៀងគៀកគ្នាតិចមកអូនต้อง5-10 វិនាទីអីបានលោកបានដាច់មកgood ល្អបានអរគុណច្រើន